បាទសូមជម្រាបសួរបងប្អូនថ្ងៃនេះមានរបស់ប្រើផ្ទាល់ខ្លួននិងរបស់ដាក់ចែកម្លែកបាទដូចជាប្រភេទខ្សែកនេះគឺយើងសាងពីស្នែងคลิกបកធ្លុះបងប្អូននេះសាងពីស្នែងคลิกបកធ្លុះបាទពុតប្រក់នេះសាងពីคลิกបកធ្លុះឈ្នះមាក៏คลิกបកធ្លុះតែខ្សែកនេះគឺคลิกធម្មតាបងប្អូនណាคลิกធម្មតាបាទខ្សែកคลิกធម្មតាហើយខាងនេះគឺខ្មៅបកធ្លុះបាទខ្មៅបកធ្លុះមានប្រព័ន្ធឈ្នះមាប្រអង្គសេវលីប្រេះប្រក់និច្ចវីបងប្អូនប្រេះប្រក់និច្ចវីហើយខ្សែកធម្មតាទេខ្សែកคลิกធម្មតាហើយនេះខ្សែកខ្ញុំប្រើគឺស្នែងខោល108គ្រាប់របស់ទុកចម្រើនភាវនាចាស់ទៅបាទអញ្ចឹងបងប្អូនបាទហើយខ្នាយមួយដើមនេះទឹកតែបានខ្នាយនេះគេបានមកគេចែកគ្នាបងប្អូនគេបានមកគេចែកគ្នាហើយមួយជាងទៀតហ្នឹងនឹងទៅដល់ណាដល់ណីអីទេបាទខ្នាយនេះគឺតាន់បានវែងយើងឃើញតាន់បានវែងបាទសាច់ក្រាស់ហើយកោងវាជាប់អសស៊ីឯខ្នាយនេះកម្រផែនចេះយូរបានម្ដងបងប្អូនបាទតាន់បានវែងអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនស្រឡាញ់មាននិស័យអាចជឿមួយអង្គនេះទៅបាទយកទៅស្រោបពាក់បានខ្នាយតាន់ហើយណាបងប្អូនតាន់ហើយដោយសារខ្នាយកោងអញ្ចឹងគឺតាន់បានវែងពីជាប្រភេទខ្នាយចាស់ក្រាក់ឯខ្នាយនេះតៃសាបងប្អូនតៃសាបាទហើយនេះគឺជារបស់ខ្ញុំប្រើបន្ទាល3ហ៊ុនបងប្អូនខ្លះគាត់បានឃើញច្រើនដងហើយនេះកលៈកនេះគូរបស់គេបងប្អូនគូរបស់គេគឺមកពីនេះគឺអញ្ចឹងបាទបន្ទាល3ហ៊ុននេះគឺបង្ហូរថ្នល់បងប្អូនមកជាងនេះបង្ហូរថ្នល់3ហ៊ុនណាបាទមួយកឡើងក្រាក់ឡើងកលៈក្រាក់ហើយស្នាមវាបុកឈើវាបុកព្រៃពីនាយមកអញ្ចឹងបងប្អូនបាទហើយសំលៀងគឺកពិតសំលៀងនេះគឺចាស់ក្រាក់ហើយសំលៀងដាច់ហ្មងបាទហើយបើខាងនេះវិញគឺតាន់បងប្អូនណាតាន់កំណើតលោកគឺមកអញ្ចឹងបាទខាងក្នុងនេះមានដោះនឹងពួនទៀតខាងក្នុងនេះបងប្អូនណាបាទគូនេះគឺមានថ្មសលៀងបានមកពីលវៀងខាងចិត្តភ្នំកវាញបាទបន្ទាល3ហ៊ុនប្រភេទតាន់បងប្អូនណាមកយាងតាន់មកយាងពោធិ៍ថ្នោតបាទហើយពងកធុកនេះបានមកពីអូសោមបាទតាន់ពើសតាន់ឈឹងបាទស្របហើយព្រែកទៀតបងប្អូនណាបាទតាន់ឈឹងមកគូនេះស្អាតណាបងប្អូនបាទស្អាតតាន់ស្អាតថ្មទលៀងរបស់គេនេះក៏ព្រែកណាព្រែកខាងខាងនេះតាន់ចេះមកបងប្អូនបាទតាន់ចេះមកបាទហើយងាកមកមើលខ្នាយបាទខ្នាយនេះគឺជាប្រភេទខ្នាយបង្ហូរថ្នោលទាំង4ស្រោបហើយបានពីចិត្តកោះកុងបាទខ្នាយនេះមានប្រវត្តិតាំងពីនៅរស់ហ្នឹងហើយគេដាក់អន្ទាក់ការដែលវាចុះមកហ្នឹងវាចុះមេនាំកូនវាចុះមកស៊ីដលងគេហ្នឹងបាទគេដាក់អន្ទាក់គ្រប់ផ្លូវតែវាចេះតែខ្វៀងដាក់អន្ទាក់អត់ជាប់ទេដល់ថ្នាក់បាញ់ក៏បាញ់អត់ចេញដែរជ្រូកហ្នឹងណាបាទជាប្រភេទមេវងហើយអ្នកភូមិអ្នកស្រុកគាត់លន់មកថាអាហ្នឹងធ្វើអត់ចេញធ្វើអត់បែកដាក់អន្ទាក់អត់ជាប់ប្រហែលជាខ្នាយតាន់ហើយគាត់គិតចឹងណាប្រហែលជាខ្នាយតាន់ហើយតាមពិតខ្នាយហ្នឹងវាបង្ហូរថ្នោលទេបាទខ្នាយបង្ហូរថ្នោលគឺវាបកកាយស្រាប់ខាងបាញ់បោះខាងសឹកសង្គ្រាមហ្នឹងហើយបាទនេះពោធិ៍ថ្នោលទាំង4បាទពោធិ៍ថ្នោលទាំង4ណាបាទនេះពោធិ៍ថ្នោលទាំង4ចាក់ទឹកចេញគាត់ថាខ្ញុំត្រាំប្រេងលាបប្រេងយូរទៅវាបិទចិត្តហើយគាត់ថាពេលដែលបានមកថ្មីគឺចេញទឹកទាំងអស់បាទអញ្ចឹងប្រវត្តិជ្រូកនេះគេតាមរាប់ឆ្នាំពេលដែលវាចុះមកពីភ្នំមកវាមកស៊ីចលងអ្នកភូមិហ្នឹងគេដាក់អន្ទាក់គ្រប់ផ្លូវតែវាដឹងបងប្អូនវាដឹងដាក់អត់ជាប់ទេបាទហើយដាក់បានទូចអត់តាចពួកអាប្រភេទមេធំចេះដាក់អត់ជាប់ទេបងប្អូនបាទមេវងពួកហ្នឹងវាដឹងខ្យល់វាមានញៀនវានៅលើក្បាលវាហ្នឹងដឹងថាអូនៅមុខមានគ្រោះថ្នាក់មានតាក់មានអីចឹងគឺវាអត់ចូលទេបាទអញ្ចឹងប្រវត្តិត្រួសគឺអញ្ចឹងបងប្អូនណាបាទហើយបងប្អូនចង់បានមួយនេះបាទអាចតាក់តងខលមកបងប្អូនណាខលទេមកបាទហើយឈុតនេះគឺជាឈុតពិសេសហើយបងប្អូនចង់បានប្រភេទខ្សែកសាពីស្នែងคลีកបក់ធ្លុះក៏អាចយកទៅគ្រប់ថែសាបានបងប្អូនបាទរបស់បានធ្វើកិច្ចប្រសិទ្ធិរួចហើយបាទអញ្ចឹងមានតែប៉ុណ្្នឹងបាទបងប្អូនចង់បានចូលសារឬក៏ចូលតាម Telegram ខលមកបងប្អូនបាទអញ្ចឹងសូមអរគុណបងប្អូន